មនុស្សនឹងចងចាំអ្នកដោយសារអ្វីដែលអ្នកធ្វើមិនមែនអ្វីដែលអ្នកនិយាយទេជំរាបសួរនាងខ្ញុំឈ្មោះសុនសុធីរិនជាសមាជិកសមាគមសហគ្រិនស្ត្រីសាខាខេត្តសៀមរាបហើយក៏ជាម្ចាស់អាជីវកម្មក្រុមហ៊ុន Comfort Massage ដែលមានទីតាំង4សាខាហើយក៏ជាម្ចាស់សិប្បកម្មផលិតផលថែរក្សាសុខភាពធម្មជាតិ My Healthy Herb ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប17ឆ្នាំក្នុងដំណើរអាជីវកម្មបានធ្វើឲ្យនាងខ្ញុំឆ្លងកាត់ព្យុះលៀងក្តៅត្រជាក់គ្រប់រសជាតិតែភាពជឿជាក់និងស្រឡាញ់នៅអ្វីដែលខ្លួនឯងបានធ្វើឲ្យនាងខ្ញុំអាចឈរឡើងវិញរៀងរាល់ពេលអាជីវកម្មមួយកើតឡើងបានមិនមែនជារឿងងាយស្រួលទេវាតម្រូវឲ្យមានការអត់ធ្មត់ចិត្តក្លាហានចំណងចំណូលចិត្តភាពជឿជាក់និងការគ្រប់គ្រងពីគ្រួសារផងដែរតាមរយៈបទពិសោធន៍17ឆ្នាំកន្លងមកនេះនាងខ្ញុំបានរៀនថាភាពជោគជ័យមិនមែនបានមកដោយសារការរត់លឿនជាងគេទេប៉ុន្តែបានមកពីការដែលយើងមិនបោះបង់អ្វីដែលនាងខ្ញុំមានមោទនភាពជាងគេនោះគឺមិនមែនជាចំនួនឆ្នាំនៃអាជីវកម្មទេប៉ុន្តែជាការរីកចម្រើនរបស់មនុស្សជុំវិញខ្លួនដែលបានកើនឡើងទៅជាមួយនឹងគ្នានាងខ្ញុំពិតជាមានមោទនភាពមែនទែនដែលបានចុះឈ្មោះជាក្រុមប្រឹក្សាភិបាលរបស់សមាគមសហគ្រិនស្ត្រីសាខាខេត្តសៀមរាបអាណត្តិទី3នេះពីព្រោះសមាគមមិនត្រឹមតែជាសមាគមដែលបង្រៀនអាជីវកម្មទេប៉ុន្តែជាគ្រួសារមួយដែលស្ត្រីគ្រប់រូបអាចចែករំលែកបណ្ដុះបណ្ដាលនិងជួយគ្នាកាន់ដៃគ្នាទៅរកភាពជោគជ័យសមាគមនេះជាវេទិកាដ៏មានតម្លៃដែលផ្ដល់ឱកាសឲ្យស្ត្រីមានសម្លេងមានឱកាសនិងមានអំណាចក្នុងការបង្កើតការផ្លាស់ប្ដូរដោយខ្លួនឯងប្រសិនបើនាងខ្ញុំមានឱកាសជាប់ជាក្រុមប្រឹក្សាភិបាលរបស់សមាគមសហគ្រិនស្ត្រីនាងខ្ញុំសន្យាថានឹងប្រើប្រាស់ចំណេះដឹងបទពិសោធន៍និងកម្លាំងចិត្តទាំងអស់ដើម្បីចូលរួមអភិវឌ្ឍសមាគមឲ្យរីកចម្រើននាងខ្ញុំនឹងឈរជាមួយសមាជិកទាំងអស់ដោយចិត្តស្មោះត្រង់បង្ហាញភាពជាដៃគូនិងជាមិត្តរួមដំណើរដែលគាំទ្រគ្នាឡើងទៅកាន់ភាពជោគជ័យសម្រាប់ខ្ញុំការជាប់ជាក្រុមប្រឹក្សាភិបាលមិនមែនជាតំណែងទេប៉ុន្តែជាការទទួលខុសត្រូវនិងបន្តចក្ខុវិស័យនិងបេសកកម្មរបស់សមាគមសហគ្រិនស្ត្រីសាខាខេត្តសៀមរាបខ្ញុំជឿថាភាពជោគជ័យគឺចាប់ផ្ដើមឡើងដោយជំហានតូចៗប៉ុន្តែជាជំហានដែលចាប់ផ្ដើមឡើងដោយចិត្តស្មោះត្រង់ប្រសិនបើអ្នកទាំងអស់គ្នាស្រឡាញ់ពេញចិត្តនឹងគោលបំណងក៏ដូចជាចិត្តស្មោះត្រង់របស់នាងខ្ញុំសូមជួយបោះឆ្នោតឲ្យនាងខ្ញុំនៅលេខរៀងទី1ការគាំទ្ររបស់អ្នកទាំងអស់គ្នាមិនមែនត្រឹមតែជាសម្លេងឆ្នោតទេប៉ុន្តែជាកម្លាំងដ៏ធំមួយជួយជំរុញឲ្យស្ត្រីមានសមត្ថភាពនិងអាចឈរឡើងដោយខ្លួនឯងសូមអរគុណ